បាទស្ដីបងនេះកូនត្រីរបស់យើងគឺញហមួយថ្ងៃបងនេះយើងកូនត្រីដែលញហមួយថ្ងៃបែបនេះគឺយើងអត់ប្រើចំណីស៊ីទេអត់ឲ្យចំណីស៊ីទេបងគឺយើងទុកវារយៈពេល3ថ្ងៃទៅ4ថ្ងៃបានយើងឲ្យចំណីស៊ីបងដោយសារតែវាទើបតែនឹងញហចេះគឺវាមានសារជាតិចិញ្ចឹមរបស់វានៅក្នុងខ្លួនវាស្រេចហើយវានៅខាងក្រោមច្រើនបងដោយសារខ្ញុំប្រើទឹកកពស់កន្លះម៉ែត្រអញ្ចឹងហើយមើលអត់សូវឃើញវាទេឃើញវាហែលមួយឡើងមកលើអញ្ចឹងតែនៅខាងក្រោមគឺវាច្រើនហើយសម្រាប់នៅក្នុងអាងរបស់យើងគឺយើងប្រើអុកស៊ីហ្សែនរហូតណាបងនេះអុកស៊ីហ្សែនកូនត្រីនេះទូចបើយើងអត់ប្រើអុកស៊ីហ្សែនទេវាអាចនឹងមានបញ្ហាព្រោះថាកូនត្រីដែលទូចគឺវាត្រូវការអុកស៊ីហ្សែនខ្លាំងបើយើងអត់ប្រើអុកស៊ីហ្សែនទេគឺត្រីនេះវាអាចរស់បានទេដោយសារតែមើលវាអត់ឃើញកាមេរ៉ាវាអត់ច្បាស់បងហ្នឹងហើយបងហើយបងប្អូនចង់ប្រកាសអីបងប្អូនអាចធ្វើបានបងងាយស្រួលនៃការប្រកាសដោយធម្មជាតិនេះបងយកអត់អីពិបាកច្រើនអត់អីសាំញ៉ាំច្រើនទេដាក់តែមេត្រីចូលគឺយើងអាចប្រកាសពូជបាននៅពេលដែលដល់ពេលវាប្រកាសដោយខ្លួនឯងទេហើយនៅពេលដែលវាញាស់បែបហ្នឹងហើយគឺយើងទុកវាទៅ2ថ្ងៃទៅ3ថ្ងៃទៅចាំយើងឲ្យចំណីវាស៊ីហើយនៅក្នុងខ្លួនវាគឺវាមានសារជាតិចិញ្ចឹមវាស្រេចមកទេបងដោយសារវាមានសារជាតិចិញ្ចឹមក្នុងខ្លួនស្រេចនៅជាប់ខ្លួនមកតែ2ថ្ងៃ3ថ្ងៃបើតាន់អស់សារជាតិចិញ្ចឹមហ្នឹងទេចឹងហើយបន្ទាប់ពី2 3ថ្ងៃទៅយើងឲ្យចំណីវាស៊ីចំណីចាប់ពីប្រូតេអ៊ីន 40% ឡើងទៅជាប្រភេទចំណីម៉ត់ដែលបងប្អូនយើងហៅថាចំណីម្សៅតែសម្រាប់ខ្ញុំគឺខ្ញុំមានចំណីប្រូតេអ៊ីន 60% ឲ្យវាស៊ីចឹងចាំនៅពេលដែលខ្ញុំដាក់ចំណីខ្ញុំធ្វើវីដេអូជូនបងប្អូនបន្តទៀតតែឥឡូវនេះខ្ញុំអត់ដាក់ចំណីទេចាំប្រហែលជាខាន់ស្អែក2ថ្ងៃទៀតបានខ្ញុំដាក់ចំណីបើត្រីទឹកញ៉ាំបានមួយថ្ងៃនេះគឺយើងអត់ដាក់ចំណីស៊ីទេកាលណាដាក់ទៅវាអាចមានបញ្ហាស៊ីហើយវាហើមពោះហើមអីដោយសារត្រីនៅទៅសុខភាពវាខ្សោយហើយចំណីដែលឲ្យត្រីនេះស៊ីបានយើងមានថាចំណីឲ្យស៊ីចំណីសម្រាប់តែហ្មងទេពីទូចេះបើសិនមានប្រភេទជាសត្វល្អិតដូចជាចៃទឹកឬក៏ចលេនសរសៃសូត្រឲ្យវាស៊ីបានហើយចៃទឹកបើបានចៃទឹករស់ទៅល្អតែខ្ញុំអត់មានចៃទឹករស់ទេគឺខ្ញុំនឹងប្រើចំណីប្រូតេអ៊ីន 60% របស់ខ្ញុំមកបាទហើយនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងបងប្អូនត្រូវការកូនទុំគាត់អីទៅចិញ្ចឹមអាចទៅបានយើងព្រាមបច្ចេកទេសក្នុងការចិញ្ចឹមកូនទុំcủaយើងមានទុំសាច់យើងមានទុំមេបាពូជក៏មានដែរបងប្អូនដែលចង់បានទុំមេបាពូជក៏មានដែរនេះច្រើនបងប្អូនត្រូវការយកទៅប្រកាសដោយខ្លួនឯងហើយបញ្ជាក់បងប្អូនពេលទិញពូជទិញកូនទុំយើងព្រាមបច្ចេកទេសចិញ្ចឹមតែបើទិញមេបាពូជទៅយើងអត់ព្រាមបច្ចេកទេសទេបាទអរគុណជម្រាបលា